បាទថ្ងៃនេះយើងទៅសំឡូតបាទហើយយើងចេញមកដល់ផ្លូវ highway ហើយបាទបងប្អូនតាមទស្សនាតាមផ្លូវទាំងអស់គ្នាបងប្អូនបាទមកដល់នឹង highway ហើយឆ្ពោះទៅតាមផ្លូវភ្នំសំពៅបាទនេះយើងទៅមកដល់គេហៅភូមិបោះពោបាទភូមិបោះពោបាទចាំទស្សនាតាមផ្លូវទាំងអស់គ្នាបងប្អូនបាទបាទឥឡូវយើងមកដល់ភ្នំសំពៅហើយបាទជិតដល់ហើយភ្នំសំពៅទេសភាពស្អាតណាស់បងប្អូនណាបាទនេះចេញពេលព្រឹកបាទនេះបាទភ្នំសំពៅនេះវត្តនៅលើភ្នំបាទលើកំពូលភ្នំបាទឃើញលំបាទឥឡូវនេះចេញមកដល់ខាងបើហៅភូមិជាវបាទជាវនេះកាត់វងមូលតារេក្រូចបាទយើងមកដល់នឹងហើយបងប្អូនចង់មកទិញម្ហូបមហាយពីផ្សារជាវនេះទៅក៏បានដែរបាទយើងបាច់ចាំដល់រមណីយដ្ឋានកំងម្ហូបគេក៏យើងទិញម្ហូបពីនេះពេលបាទពីផ្សារគេមានធ្វើម្ហូបស្រាប់អញ្ចឹងយើងទិញម្ហូបពីហ្នឹងទៅអង្គុយមាត់ទឹកបានអញ្ចឹងបងប្អូនបាទយើងជួលតែកញ្ចក់គេទៅឬជួលក្រាកាទេលក្រៃតាមមាត់ទឹកទៅបានបាទហើយយើងចេញពីផ្សារជាវមកដល់នេះហៅផ្លូវមាសបាទនេះភូមិផ្លូវមាសបាទភូមិផ្លូវមាសបាទមកដល់ភូមិផ្លូវមាសហើយបាទនេះយើងចេញពីភូមិផ្លូវនេះមកយើងដល់បាទហួសសេកសក់បាទនេះហួសសេកសក់នេះគេហៅចន្លងគួយបាទរមណីយដ្ឋានចន្លងគួយបាទយើងទៅត្រង់រហូតទៅbây giờយើងទៅតាមផ្លូវនេះទៅដល់ចកាស្វាយក៏បានដែរបាទចកាស្វាយនេះយើងចូលទៅតាមគេហៅមុខនេះបាទគេហៅវត្តវាលចម្បាំងបាទខាងមុខនេះវាលចម្បាំងបាទឡើងមកភ្នំនោះទៅយើងដល់វាលចម្បាំងហើយបាទ Bà dân châu tam phơi nó có đo chỉ cả xoài được kia là bằng mà tới biết tam phơi nó xoài xa đó bằng phố nó nên miền khang chơi này giống xoài hay khang sẽ đám đi cho cả
ទុរេនចកាមានអូសម្បូរណាស់បងប្អូនជួននេះសម្បូរដំណាំច្រើនបាទសម្បូរដំណាំច្រើនណាស់បងប្អូនហើយនេះបាទយើងឡើងទៅមានបាទភ្នំនៅស្ដាំដៃហ្នឹងបាទហ្នឹងគេហៅភូមិនេះហើយវាចម្បាំងបាទនេះបាទវាចម្បាំងយើងជិះប្រហែលជាមួយប្រហែល1គីឡូដីទៀតទៅបានដល់ផ្ទះមីងបាទ1ម៉ោងច្រឡំ1គីឡូដីបាទនេះជាការទុរេនបងប្អូននេះចប់ភ្នំនេះបាទនេះជាការទុរេនគេស្អាតណាស់បងប្អូនអើយនេះមកនេះភូមិវាចម្បាំងហើយបងប្អូននេះបាទហើយយើងបន្តដំណើរទៅមុខទៀតនឹងឲ្យយើងចំណាយពេលបាទជា30-40 នាទីទៅបាទដល់ផ្ទះមីងបាទឥឡូវយើងចេញដំណើរទៅហើយបាទជួរនេះខ្ញុំមកវគ្គមុនដូចអត់សូវមានមនុស្សទេបាទអត់សូវមានមនុស្សទេប៉ុន្តែមកសារនេះសម្បូរមនុស្សច្រើនបាទនេះបាទនេះផ្លូវបត់ឆ្វេងនេះទៅចកាស្វាយបងប្អូនហ្នឹងហើយគេហៅចូលតាមវត្តវាលចម្បាំងបាទឥឡូវនឹងយើងចុះពីនឹងមកពីកន្លែងដែលលេងទឹកទៅផ្ទះមីងខ្ញុំនេះបើនិយាយពីរឿងគីឡូប្រហែលជាណាប្រហែលជាសល់ប្រហែលជា20គីឡូទៀតបាទបងប្អូនប្រហែលជា20គីឡូបាទឥឡូវបងប្អូនមើលទេសភាពតាមផ្លូវលេងសិនណាបងប្អូនបាទនេះមើលដីស្អាតណាបងប្អូនអើយដីជួរនេះដីស្អាតណាបងប្អូនដីស្អាតដីដាក់ដំណាំនិយាយចំមកទៅថាយើងដាំនិយាយចំប្រឡែងចេញពីដែកដោះមកបាទដីស្រុកនេះបាទនេះហៅដល់ភូមិអូកងឡានហើយបាទភូមិអូកងឡានបាទមួយជួរនេះសម្បូររមណីយដ្ឋានច្រើនបងប្អូនរមណីយដ្ឋានទៅដល់នោះគេហៅកំពូលភ្នំកំពូលទឹកធ្លាក់ភ្នំកំពូលបាទនេះជួរនេះគេហៅទឹកធ្លាក់ភ្នំកំពូលបាទហើយនៅមុខនោះទៀតមានរមណីយដ្ឋានមួយទៀតគេហៅទឹកធ្លាក់ចំការទុរេនមួយទៀតបាទមាន2បាទកន្លែងលេងទឹកបាទមាន2បងប្អូនបាទនេះដល់បាទហើយយើងចំណាយពេលតិចទៀតនឹងដល់តែមីងបាទបងប្អូនបាទទស្សនាតាមផ្លូវទាំងអស់គ្នាបងប្អូនបាទនេះបងប្អូនយើងមកឡើងបាទនៅខាងមុខនេះយើងឡើងភ្នំបាទពីមុនខ្ញុំមកវគ្គមុនផ្លូវទៅហ្នឹងបាទដាច់និយាយចំទឹកហូរមកដាច់បាក់ស្ពានបាទអីបាទឥឡូវគេធ្វើស្អាតហើយបាទគេចាក់កស៊ូមកមុនផ្លូវយ៉ាប់ផ្លូវនេះតែឥឡូវគេចាក់កស៊ូស្អាតហើយបងប្អូនអត់អីទេយើងមកលេងបងប្អូនបែរជាអ្នកខ្លះអត់ដែរមកលេងខាងនេះទេបាទអត់ដែរសូវមានអ្នកមកលេងខាងនេះទេនេះគេហៅចដល់អូដាហើយបាទយើងចដល់អូដាហើយប៉ុន្តែនេះបាទកន្លែងនេះយើងនេះស្ពានខាងនេះបងប្អូននេះបាទស្ពានហ្នឹងឥឡូវគេធ្វើស្អាតហើយបាទយើងឡើងពីស្ពានហ្នឹងមកយើងឡើងភ្នំបាទយើងឡើងហើយនៅឆ្វេងដៃខ្ញុំនេះបាទសត្វចកាមានបងប្អូននេះចកាមានចកាសម្បូរចកាមានចកាទុរេនហ្នឹងបាទនេះឥឡូវយើងឡើងភ្នំមកបងប្អូននេះបាទយើងឡើងភ្នំនេះមកបាទមើលនេះក្រោមនេះបាទនេះចកាមានចកាទុរេនចកាអីបាទនៅខាងនេះសម្បូរចកាបងប្អូននេះគេព្យួរដាក់ដលងបាទមានអ្នកខ្លះគេធ្វើចកាដូចទៅដលងអ្នកខ្លះគេធ្វើមានអ្នកខ្លះធ្វើទុរេនបាទប៉ុន្តែឥឡូវនេះបាទយើងចុះមកភ្នំហ្នឹងជិះប្រហែលជា15នាទីទៀតបាទដល់ផ្ទះមីងខ្ញុំហើយបាទឥឡូវយើងចាប់ផ្ដើមបន្តដំណើរមកទៀតហើយបាទខាងនេះកន្លែងផ្លូវខាងហ្នឹងអត់សូវមានម៉ូតូឡានច្រើនប្រហែលទេបងប្អូនផ្លូវនេះបាទហើយផ្លូវនេះប្រហែលបើថាយើងស្គាល់ផ្លូវយើងមកយើងអាចចេញទៅខាងបៃលិនបៃបានបាទផ្លូវនេះបងប្អូនចេញទៅបាទយើងចេញទៅដល់នោះបាទយើងចេញទៅខាងខាងផ្សារទៅមុខផ្សារប៉ាងលឹមបាទ
lời này nhưng mà lời nó mà chỉ tới cắt lườn phòng bằng phone nhưng trong tờ lên khang bay lớn nhưng mà chăm bỏ cái đó chứ bà nhưng từ tròn hốt đó bà miền lời từ khang nhưng bay lên mà nhưng mà chăm bỏ cái đó bên thế bà lời xã đó bằng phone lỡ bà lời mà đo cho ca mình hai bà đi bà lời đi đo cho ca mình lại mấy bà đi thì chọc bà cái chọn là ôn cái thơ nơi mót tất bạn cái thơ sầm rạp cùi lên cái thì thật cái cắt mà cái hot những cái mong cùi lên bạn như cả ôn bạn cả cái thơ hai lấy những mong cùi lên bạn lại chỉ cả cái bạn này mà này phun nhom mỡ cái một đo cái lại như cái chất kia tới một đo lại nè mà cái ấy nhom sài nè dù cái bàn mỏng đòn kia đại bạn xây bạn đá bạn phải chọn mỏng kia tập bóng tray và là cái bạn đá màu cùi mờ thế phiệp mà đó là bóng ố trong khăn mình tên mong nên đi bà bóng bóng mơ thế phiệp bóng bóng này bà thế phiệp xóa xa đó bóng bóng đó này bà cua trôi chất bà nhóm như trong bóng bóng trôi chất là chẳng ai bóng bóng thế phiệp thầm chiết cho bà cho lìa bạn cho đó bóng bóng này cho khăn mong mong bà cho bạn phải riêng nhóm bạn có mau cóสบายចិត្តបាទអត់ដែលខានមកមីងយូបាទក៏សบายចិត្តបាទទៅវាស្អាតអត់បងប្អូនមើលនេះដល់មកនេះចំនៅយើងចំនៅមុខខ្យល់បងប្អូនមុខខ្យល់ខ្លាំងបងប្អូនវាហៅដាវាបាទតាក់ទាញបាទតាក់ទាញចូលចិត្តបាទខ្ញុំឆ្លាញ់បាទទៅវាចង់មើលនេះគេធ្វើអត់តរួចរាល់ទេកន្លែងគេនេះអត់រួចរាល់ទេយកខ្យល់មកឲ្យស្រួលកាត់ទូរស័ព្ទចង់នឹងទេបាទបងប្អូនវីដេអូដល់ទីបញ្ចប់ហើយបងប្អូនបាទបងប្អូនចូលចិត្តកុំភ្លេចជួយ Subscribe ខ្ញុំអ្នកមួយផងបាទអរគុណជម្រាបលាបងប្អូនជួបគ្នាវីដេអូក្រោយទៀតបងប្អូនបាទបងប្អូនចូលចិត្តកុំភ្លេច Subscribe ខ្ញុំអ្នកមួយនឹងបានវីដេអូថ្មីទៀត